សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការ share ក៏ដូចជា post វីដេអូចូលទៅក្នុងក្រុមទាំងអស់ដើម្បីឲ្យមានអ្នកទស្សនានឹងច្រើនអញ្ចឹងយើងមិនចាំបាច់ធ្វើការ share post ម្ដងមួយចូលទៅក្នុងក្រុមទេគឺយើងអាចធ្វើការ share វីដេអូដែលយើង post នឹងចូលទៅក្នុងក្រុមបានគ្រប់ទាំងអស់យ៉ាងស្រួលដើម្បីឲ្យបានអ្នកទស្សនាច្រើនជាពិសេសបងដែលជាអ្នករលុយតាមអនឡាញអីហ្នឹងអាចធ្វើតាមនេះបានដើម្បីឲ្យបានអ្នកទស្សនាច្រើនអញ្ចឹងមុនដំបូងអ្នកទាំងអស់គ្នាចូលទៅក្នុង website មួយដែលមានឈ្មោះថា developer.facebook.com អ្នកទាំងអស់គ្នាវាយមក d e v e l d v e l t e o s.facebook.com/ អ្នកទាំងអស់គ្នាវាយ website ដែលមានឈ្មោះបែបនេះមកបន្ទាប់មក enter បាទចាំទៅនៅពេលដែលមិត្តភ័ក្តិចូលមកក្នុង website នេះបើសិនជាមិត្តភ័ក្តិរបស់អ្នកមិត្តភ័ក្តិទាំងអស់គ្នាបាន log out Facebook គឺវានឹងឲ្យ log in ចូលម្ដងទៀតប៉ុន្តែនេះដោយសារយើងបាន log in ចូលរួចហើយអញ្ចឹងក្រោយពេលយើង log in ចូលរួចហើយមិត្តភ័ក្តិទាំងអស់គ្នាចុចត្រង់ពាក្យថា Tools Support កន្លែងនេះទៅមកយើងនឹងឃើញពាក្យមួយថា Grass API Explorer មិត្តភ័ក្តិទាំងអស់គ្នាคลิกកន្លែងពាក្យហ្នឹងមកទៅមកវានឹងចេញផ្ទាំងបែបនេះឲ្យយើងបន្ទាប់មកមិត្តភ័ក្តិទាំងអស់គ្នាជ្រើសរើសពាក្យថា Get Token ទៅមកមិត្តភ័ក្តិទាំងអស់គ្នាចុចពាក្យថា Get User Access Token កន្លែងនេះមិត្តភ័ក្តិទាំងអស់គ្នាអាចធ្វើការទ្រីសនៅប្រអប់ទាំងអស់នេះអ្នកគ្នាអាចជ្រើសរើសគ្រីសយកមួយណាក៏បានតែសម្រាប់ខ្ញុំគ្រីសយកទាំងអស់ដោយខ្ញុំមានការប្រើនៅកម្មវិធីផ្សេងទៀតដើម្បីធ្វើវាអញ្ចឹងមិត្តភ័ក្តិរបស់គ្នាអាចគ្រីសទាំងអស់បានឥឡូវយើងគ្រីសវាមកយើង share វីដេអូចូលទៅក្នុងក្រុមគឺមានអ្នកទស្សនាច្រើនបងប្អូនបើចង់បានអ្នកមើលច្រើនអីហ្នឹងគឺអាចធ្វើបានព្រោះនៅក្នុងក្រុមគឺមានអ្នកមើលច្រើនអញ្ចឹងបន្ទាប់ពីយើងគ្រីសអស់មកយើងចុចពាក្យថា Get Access Token ទៅមកវាឲ្យយើងចុចពាក្យថា Continue នៅពេលទាំងអស់គ្នាចុចពាក្យថា Continue មកទៅមកកន្លែងនេះជ្រើសរើសពាក្យថា Publish មកទៅមក OK ទៅមកយើង OK ទៀតបាទហ្នឹងគឺរួចរាល់ប៉ុណ្ណឹងកន្លែងនេះទៅមកមិត្តភ័ក្តិទាំងអស់គ្នាបិទវាចោលទៅយើងធ្វើរួចរាល់ហើយបន្ទាប់ពីហ្នឹងមកមិត្តភ័ក្តិទាំងអស់គ្នាត្រូវចូលទៅកាន់ website មួយដែលមានឈ្មោះថា grom.google.com/webstore ឬក៏មិត្តភ័ក្តិទាំងអស់គ្នាคลิกកន្លែងនេះមកទៅមកនឹងឃើញពាក្យថា store ទៅមកមិត្តភ័ក្តិទាំងអស់គ្នាคลิกវាមកវានឹងលោតចូលទៅឲ្យតែម្ដងឬក៏មិត្តភ័ក្តិទាំងអស់គ្នាអាចវាយពាក្យថា home.google.com/
flash web store របស់ទៀតអស់គ្នា enter មកចងចាំទៅភាសាយឺតមកនេះ search វិញមកលឿនជាងភាសាគេតាមដឹង root dot local បាទនេះ select វាមកទៅមកទៅទៀតមកគ្នាចូលមកនេះក្រុម web store extension Google ចុចបើកវាមកបាទទៅមកគឺវានឹង load ចូលមកបាទទៅមកមិត្តភាពរបស់គ្នាអាច search មិត្តភាពរបស់គ្នាវាពាក្យថា host to git ទៅមក enter មិត្តភាពគ្នាវាពាក្យបែបហ្នឹងមកបាទទៅមកមិត្តភាពរបស់គ្នានឹងឃើញកម្មវិធីមួយដែលមានឈ្មោះថា Source Facebook ពីតែមកគ្នាចុច add វាមកបើសិនជាមិត្តភាពរបស់គ្នាមិនទាន់បាន add ប៉ុន្តែនេះដោយសារខ្ញុំ add វារួចហើយអញ្ចឹងបើមិត្តភាពរបស់គ្នាមិនទាន់បាន add ចុច add វាមកដូចមានពាក្យ add ចុចវាមកចុចកន្លែងនេះគឺមានពាក្យ add ចុចពាក្យ add មកទៅមកអូខេវាទៅដូចជាខ្ញុំឧទាហរណ៍ចុច add វាចឹងមកទៅមកអូខេវាទៅមកវានឹងឡើងនៅលើ browser របស់យើងបាទនៅពេលដែលយើងបាន add វាហើយវានឹងឡើងនៅលើ browser របស់យើងទៅមកជំហានបន្ទាប់មិត្តភាពរបស់គ្នាចូលទៅកាន់ Facebook login ដើម្បី login Facebook ចូលតមកមិត្តភាពរបស់គ្នាចូលទៅរក link វីដេអូណាមួយដែលមិត្តភាពរបស់គ្នាចង់សៀតចូលទៅក្នុងក្រុមវីដេអូដែលមិត្តភាពរបស់គ្នាបានផុសរួចហើយហ្នឹងឥឡូវខ្ញុំចូលទៅរកវីដេអូមួយនេះគឺជា account Facebook របស់ខ្ញុំដែលខ្ញុំធ្វើការ upload វីដេអូសិក្សាផលិតផលដែលលក់សពបុរាណឥឡូវនេះខ្ញុំចង់ share វីដេអូនេះមួយចូលទៅក្នុងក្រុមអញ្ចឹងមុនដំបូងយើងមានវីដេអូនេះហើយបន្ទាប់មកយើងធ្វើការ mouse ស្ដាំលើវាមកបន្ទាប់មកយើងនឹងឃើញពាក្យថា show video URL យើងត្រូវ click កន្លែងហ្នឹងមកបន្ទាប់មកវានឹងចេញ link វីដេអូឲ្យយើងនេះខាងលើនេះគឺជា link វីដេអូរបស់យើងបន្ទាប់មកយើងចុច copy មកបន្ទាប់មកយើងចុច home មកវិញមកបន្ទាប់មកទៀតមិត្តភាពរបស់គ្នាចុចពាក្យថា toolkit កន្លែងនេះដែលយើងបាន add វាមកគឺវានឹង load មកឲ្យយើង load នៅលើ browser របស់យើងវានឹង load ចេញមកទៅពេលដែលយើងបាន add វា load ចេញរួចអញ្ចឹងគឺអ្នកអត់ចុចវាមក
តមកអ្នកនរគ្នាចុចត្រង់ពាក្យថា group posting tool 1 tool 1 check វាមកបាទតមកកន្លែង intermission នេះមានអ្នកនរគ្នាចង់និយាយពីអ្វីក៏បានដែរឬក៏ចង់និយាយពីវីដេអូដែលយើងបាន post ដែលយើងបាន post អញ្ចឹងកន្លែងនេះគឺយើងនិយាយអំពីវីដេអូរបស់យើងដែលយើងសេចូលក្នុងប្រកាសវីដេអូរបស់យើងជាវីដេអូយ៉ាងម៉េចអ្នកនរគ្នាសរសេរទៅតាមតែអ្វីដែលអ្នកនរគ្នាចង់និយាយរៀបរាប់ប្រាប់អ្នកទស្សនាខ្ញុំសរសេរ please តមកបន្ទាប់ពីអ្នកនរគ្នា save message មកបន្ទាប់មកអ្នកមើលកន្លែងនេះអ្នកគ្នាមើលកន្លែងនេះវានឹង loading មកស្រាប់តែម្ដងអូតូកន្លែង access talking កន្លែងនេះគឺវានឹង load អូតូតែម្ដងដោយសារយើងបានភ្ជាប់ជាមួយនឹង website មិញដែលមានឈ្មោះថា developer.facebook.com មិញហ្នឹងពេលដែលបានភ្ជាប់ជាមួយនឹង website ហ្នឹងទៅគឺកន្លែងនេះ load អូតូតែម្ដងកន្លែងនេះចាំមកអ្នកនេះ save message មកដែលនិយាយអំពីវីដេអូផ្សេងនិយាយអំពីវីដេអូរបស់អ្នកទាំងអស់គ្នាដែលបង្ហោះរសៀលហ្នឹងទៅមកកន្លែង interlink នេះអ្នកទាំងអស់គ្នាpass link ដែលអ្នកទាំងអស់គ្នាកុបចេញពីវីដេអូអញ្ចឹងមិនខ្ញុំបាន copy វីដេអូមួយហើយ copy link ពីវីដេអូមួយហើយទៅខ្ញុំវាទៅម្ដងនេះគឺជា link វីដេអូមួយដែលខ្ញុំបាន copy មិញទៅមកកន្លែង enter delete time អ្នកនេះដាក់ត្រឹម1វិនាទីទៅបានគាត់លើកពីនឹងទៅដាក់លេខ1ទៅម្ដងបន្ទាប់ពីអ្នកនរគ្នាបានធ្វើការរួចរាល់ហើយអ្នកទាំងអស់គ្នាចុចពាក្យថា pause ខាងក្រោមអ្នកទាំងអស់គ្នាពាក្យថា pause ទៅមុននេះចុច click មកទៅមកគឺវានឹងធ្វើការ share វីដេអូយើងចូលទៅកាន់ក្រុមទាំងអស់ដែលមានអញ្ចឹងឥឡូវនេះយើងកំពុងតែដំណើរការដែលពេលរបស់គ្នាអាចធ្វើការ refresh មើលបាននេះគឺជាការ share របស់ខ្ញុំទៅកាន់ក្រុមផ្សេងវាលោតចេញមកវិញគ្នាឃើញចូលទៅកាន់ក្រុមរំដួលដងស្ទឹងសង្កែក្រុមដំណឹងជាតិដល់សេរីថ្មីក្រុមច្នៃប្រឌិតថ្មីគឺវានឹងលោតអូតូចូលទៅកាន់ក្រុមទាំងអស់នេះគ្រប់ពិភពចម្រៀងតម្លៃទីផ្សារចលនាទស្សន៍អីហ្នឹងគឺវានឹងលោតចូលអូតូតែម្ដងទៅមកគឺវីដេអូរបស់យើងនឹងមានអ្នកទស្សនាច្រើននេះចូលទៅក្នុងក្រុមទំនួញទឹកដីព្រៃឈើក្រុមវេទិកានយោបាយអីហ្នឹង
អ្នកទាំងអស់គ្នាអាចបើកមើលបានឧទាហរណ៍ចូលទៅក្នុងគ្រប់នេះមើលថាតើវាចូលនៅក្នុងនោះមែនទេអត់បាទយើងចូលមើលទាំងអស់គ្នាថាតើវាមានមែនទេនេះបងប្អូនឃើញអ្នកនរគ្នាឃើញនេះនេះគឺជាវីដេអូដែលខ្ញុំបានchiaចូលនៅក្នុងក្រុមមិញនេះគឺវាលូតចូលមកនៅក្នុងក្រុមនេះតែម្ដងអូតូអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយសូមអរគុណអ្នកនរគ្នាដែលបានទស្សនាហើយសូមកុំភ្លេចជួយចុច Subscribe ផងដើម្បីបានទទួលវីដេអូមេរៀនថ្មីៗផ្សេងជាច្រើនទៀតអរគុណច្រើនហើយសូមចុច Subscribe ផងសូមអរគុណ